សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាស្តីពីអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី9ខែកុម្ភៈឆ្នាំ2026អត្រាផ្លូវការ4033រៀលក្នុង$1អាមេរិក$1អូស្ត្រាលីទិញចូល2805រៀលលក់ចេញ2833រៀល$1កាណាដាទិញចូល2946រៀលលក់ចេញ2926រៀល1ហ្វ្រង់ស្វីសទិញចូល5187រៀលលក់ចេញ5239រៀល1យ៉ន់ចិនទិញចូល581រៀលលក់ចេញ587រៀល1អឺរ៉ូទិញចូល4755រៀលលក់ចេញ4802រៀល1ផោនអង់គ្លេសទិញចូល5470រៀលលក់ចេញ5525រៀល$1ហុងកុងទិញចូល516រៀលលក់ចេញ521រៀល100វ៉ុនកូរ៉េទិញចូល274រៀលលក់ចេញ277រៀល1000ដុងវៀតណាមទិញចូល155រៀលលក់ចេញ157រៀលអត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលប្រចាំថ្ងៃទី9ខែកុម្ភៈឆ្នាំ2026ដែលនាងខ្ញុំបានជម្រាបជូននៅពេលនេះចាប់តែប៉ុណ្ណេះសូមអរគុណ